Bugatti តម្លៃ6លានពណ៌ស្វាយហើយមានតែមួយនៅខាងក្នុងពិភពលោកមានបងប្អូនអរគ្នាសួរច្រើនមែនតើថាឡានមួយហ្នឹងគឺដល់ណាហើយ Matt Armstrong ធ្វើវាបានអត់ Bugatti Pure Sport មួយនេះគឺមានភាពល្បីល្បាញខ្លាំងមែនតើនៅខាងក្នុងពិភពលោកដោយសារតែវាគឺជាឡាន Bugatti Pure Sport ទី1ដែលចេញមកជួសជុលដោយជាងនៅខាងក្រៅពី Bugatti ហើយក៏ជាឡានទី1ដែរដែល CEO របស់ Bugatti ចេញមកឆ្លងឆ្លើយជាមួយនឹងអ្នកធ្វើយកតែម្ដងនិយាយចំទៅមកដល់ពេលវេលានេះគឺ Matt Armstrong បានជួសជុលឡានមួយនេះដល់ចំណុចមួយដែលអាចបើកលើផ្លូវបានឯណាគ្នានៅតែរឿង body ហើយជាមួយនឹងចង្កៀងទេនិយាយអំពីផ្នែកជួសជុលចាប់ផ្ដើមពីផ្នែកខាងក្នុងគឺប្រព័ន្ធពងនេះMatt Armstrong គឺបានជួសជុលហើយទាំងស្រុងតែម្ដងទាំងពងមកពី Audi ក៏មានមកពី Aston ក៏មានមកពី Bugatti ផ្ទាល់នេះក៏មានដែរចម្រោះចូលគ្នាពេញហ្នឹងប៉ុន្តែអត់មាន load error code អីបន្តិចទេនិយាយអំពី interior គឺ fully custom តែម្ដងអ្នកនរឡានមួយនេះពណ៌ដើមគឺពណ៌ស្វាយលាយជាមួយនឹងពណ៌ទង់ដែង interior ក៏ដូចគ្នាដែរគឺពណ៌ស្វាយលាយជាមួយនឹងទង់ដែងប៉ុន្តែ Alex G គាត់មាន taste មួយគាត់បន្ថែមមួយគឺត្រង់តែគាត់ចង់បាន interior បែបឡានប៉ុណ្ណឹងបានន័យថាកៅអីកន្លែង driver ពណ៌ឆ្លោះពីកៅអីកន្លែង passenger ចូលមកដល់ចំណុចដែលធ្វើឲ្យឡាននេះទៅមុខបានគឺ transmission ឬក៏ប្រអប់លេខឡាន Bugatti មួយនេះអ្នកនរគឺពេលដែលវាមានគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យអា transmission mount ឬក៏អាជើងសម្រាប់ចាប់ប្រអប់លេខហ្នឹង press ឬក៏បាក់យកតែម្ដងអ្នកនរសាហាវណាប៉ុន្តែក្រុមការងាររបស់ Matt Armstrong គឺបានដោះស្រាយរឿងហ្នឹងហើយល្អខ្លាំងមែនតើដែលមានការផ្សារធ្វើឲ្យដូចដើមវាសឹងតែមាំជាងរបស់ដើមទៀតចំណុចដែលធ្វើឲ្យកន្លែងមួយនេះ fail ដោយសារតែទំហំម៉ាស៊ីនរបស់ Bugatti មួយនេះគឺវាធំខ្លាំងមែនតើនៅពេលដែលវាបុកជាមួយនឹងអីមួយទម្ងន់ម៉ាស៊ីនហ្នឹងគឺរុញប្រអប់លេខហ្នឹងមកមុខគឺបាក់អាជើងតម្រហ្នឹងមុនគេតែម្ដងចូលមកដល់ផ្នែកខាងមុខមានតាំងពីធុងទឹកស្អំហើយជាមួយនឹងសាក់ស៊ីការពារកុំឲ្យបុកឬក៏គេហៅថា crash bar នេះគឺសុទ្ធតែបាក់ទាំងអស់ហ្មងអ្នកនរគ្នាហើយក្រុមការងាររបស់ Matt Armstrong ជួសជុលឡើងវិញទាំងអស់ខ្ញុំទៅសារទឹកដៃរបស់ Bob ត្រង់កន្លែងមួយអាកន្លែង crash bar នេះគឺគាត់សង់ឡើងវិញយកតែម្ដងអ្នកគ្នាហើយសំខាន់ណាស់គឺដូចជាមួយអាស៊ីនហ្នឹងទៀតណាមិនយកផាតពីអាស៊ីនយកមកធ្វើណាគឺសង់ឡើងវិញទាំងស្រុងតែម្ដងអូនិយាយទៅទឹកដៃគឺសាហាវឡើងមកនេះមកដល់សប្តាហ៍ថ្ងៃគឺសឹងតែជួសជុលហើយអស់ហើយនៅតែសម្បកក្រៅទេនិយាយចំទៅពួកអី body panel ទី1អត់ទាន់បាន fix នៅឡើយទេហើយអាចនឹងចរចាជាមួយនឹង Bugatti ដដែលទេឡានមួយហ្នឹងពួកអីត្រូវការ order body panel យកមកប្រើប្រាស់តែបើសិនជា Bugatti នៅតែមិនព្រមឲ្យផាតមកឡានមួយនេះទៀតណាខ្ញុំជឿថា Matt Armstrong គឺដើររហូតដល់ចំណុចចុងបញ្ចប់តែម្ដងនោះគឺ 3D print បង្កើតជា mold សម្រាប់ body panel មួយហើយចាក់កបោនធ្វើឡើងវិញយកតែម្ដងបាញ់ថ្នាំឡើងវិញយកតែម្ដងណានេះអានេះក៏គេអាចធ្វើបានដែរប៉ុន្តែអារឿងចង្កៀងនេះមួយខ្ញុំគិតថា Matt អាចនឹងទៅរកនៅខាងក្នុង market ណាមួយដែលមានចង្កៀងនឹងតម្លៃធូរថ្លៃហើយគាត់ទិញយកមកដាក់យកតែម្ដងព្រោះដោយសារតែ Bugatti Chiron ធម្មតាក៏ប្រើចង្កៀងបែបនេះដែរបងប្អូនអរនេះយល់យ៉ាងណាចំពោះឡាន Bugatti Chiron Pure Sport ដែលមានតែមួយហ្នឹងនៅខាងក្នុងពិភពលោកសំខាន់ណាស់បុកឲ្យមានតែអាចគ្រាន់តែផ្នែកខាងក្រោមនេះបានឆ្លាញ់ឡានកុំភ្លេច follow ម្នាក់មួយ